សួស្តីទាំងអស់គ្នាថ្ងៃនេះយើងបានធ្វើដំណើរមកដល់ភាគមួយទៀតនៃរឿងកលាបបៃលិនភាគមុនយើងបានជជែកអំពីការតស៊ូការប្រែប្រួលចិត្តនិងការដួលរលំនៃអំណាចអាក្រក់នៅក្នុងភាគបញ្ចប់នេះយើងនឹងមិនត្រឹមតែនិយាយអំពីសាច់រឿងទេយើងនឹងមកដកស្រង់នៅត្បូងពេជ្រនៃគំនិតដែលលោកញុកថែមបានបង្កប់ទុកក្នុងស្នាដៃអក្សរសិល្ប៍ដ៏អមតៈមួយនេះតើអ្វីទៅជាសុភមង្គលពិតតោះទៅស្ដាប់ការបូកសរុបនៃមេរៀនទាំង5ជាមួយខ្ញុំមេរៀនទី1អាវុធដ៏ស័ក្តិសិទ្ធិអត្តាហិអត្តនោនាថោនេះគឺជាបេះដូងនៃរឿងទាំងមូលមុនពេលបិតារបស់ចៅចិត្រគឺតាជើមលាចាកលោកមិនបានបន្សល់ទុកមាសប្រាក់សន្លឹកឡើយលោកបានផ្ដាំថាខ្លួនត្រូវទីពឹងខ្លួនជីវិតមនុស្សមិនអាចនៅតែម្នាក់ឯងបានទេត្រូវពឹងពាក់គ្នាប៉ុន្តែមុននឹងពឹងអ្នកដទៃយើងត្រូវមានជំហររឹងប៉ឹងដោយវិជ្ជាសម្បត្តិគុណសម្បត្តិនិងសមត្ថភាពជាមួយការអនុវត្តជាក់ស្ដែងចៅចិត្របានយកពាក្យនេះមកប្រើភ្លាមគាត់មិនរងចាំសំណាងទេគាត់កាន់សម្បត្តិណែនាំរួចធ្វើដំណើរទៅកាន់បបៃលិនដើម្បីរកការងារធ្វើដោយក្តីសង្ឃឹមមេរៀនសម្រាប់យើងក្នុងយុគសម័យបច្ចុប្បន្នវាសនារបស់យើងស្ថិតក្នុងដៃរបស់យើងមិនមែនស្ថិតនៅលើមាត់អ្នកដទៃឬការរងចាំប្រេងសំណាងឡើយមេរៀនទី2តម្លៃនៃចំណេះដឹងនិងជំនាញចៅចិត្របង្រៀនយើងថាឋានៈទាបមិនមែនមានន័យថាចំណេះទាបឡើយជំនាញបច្ចេកទេសការដែលចៅចិត្រចេះបើករថយន្តនិងយល់ដឹងអំពីគ្រឿងម៉ាស៊ីនគឺជាសម្បត្តិពិសេសដែលធ្វើឲ្យគេលេចធ្លោជាងកម្មករដទៃគេបានជួយរវៃឡានលោកលួងនិងជួយបើកជូនដំណើរលោកលួងការត្រៀមខ្លួនជានិច្ចឱកាសតែងតែមកដល់អ្នកដែលត្រៀមខ្លួនជាស្រេចបើចៅចិត្រមិនចេះបើកឡានទេគេប្រហែលជានៅតែជាកម្មករជីកដីម្នាក់រហូតដល់ចប់រឿងមេរៀនសម្រាប់យើងចូលវិនិយោគលើចំណេះដឹងមានពិតប្រាកដដែលអ្នកមាននឹងការពារអ្នកនៅថ្ងៃដែលអ្នកជួបការលំបាកមេរៀនទី3សីលធម៌ឈ្នះថ្នាក់រឿងកលាបបៃលិនគឺជាការតស៊ូរវាងគុណធម៌និងវណ្ណៈការផ្លាស់ប្ដូររបស់គុណនារីនាងធ្លាប់តែឆ្មើងឆ្មៃមើលងាយចៅចិត្រជាកម្មករជីកដីប៉ុន្តែសេចក្តីល្អភាពស្មោះត្រង់និងសេចក្តីក្លាហានរបស់ចៅចិត្របានរំលាយបន្លាកុលាបបៃលិនឲ្យคล้ายទៅជាមេត្តាធម៌បរាជ័យនៃអំណាចអាក្រក់លោកបលាត់ស្រុកដែលមានឋានៈខ្ពស់តែចិត្តគំនិតថោកទាបប្រើល្បិចកលព្យាយាមរំលោភបំពានចុងក្រោយគេត្រូវស្លាប់ក្នុងភាពអាម៉ាស់មេរៀនសម្រាប់យើងទាំងអស់គ្នាកុំឲ្យទ្រព្យសម្បត្តិឬឋានៈបិទបាំងភ្នែកយើងមិនឲ្យមើលឃើញអ្វីពិតនៃមនុស្សសេចក្តីថ្លៃថ្នូរស្ថិតលើទង្វើលើប្រដាប់ប្រាក់មេរៀនទី4ភាពស្មោះត្រង់និងការដឹងគុណចៅចិត្រមិនត្រឹមតែជាកម្មករល្អទេគេជាអ្នកការពារដ៏ស្មោះត្រង់ការការពារម្ចាស់គុណគេហ៊ានតតាំងនឹងចោលរហូតដល់រងរបួសសន្លប់បាត់ស្មារតីដើម្បីការពារគ្រួសារលោកលួងរតនសម្បត្តិភាពជឿជាក់ដោយសារភាពស្មោះត្រង់នេះលោកលួងបានតែងតាំងគេឲ្យជាអ្នកកាន់បញ្ជីត្បូងនិងចុងក្រោយបានផ្សំផ្គុំឲ្យរៀបការជាមួយកូនស្រីតែមួយគត់របស់លោកមេរៀនសម្រាប់យើងភាពស្មោះត្រង់គឺជាទ្រព្យសម្បត្តិដ៏កម្របើអ្នកចង់ឲ្យគេទុកចិត្តអ្នកត្រូវបង្ហាញភាពស្មោះត្រង់កុំត្រង់ឲ្យគេឃើញមុនមេរៀនទី5សុភមង្គលដែលកើតចេញពីការតស៊ូនៅចុងបញ្ចប់នៃរឿងចៅចិត្រនិងគុណនារីបានរស់នៅយ៉ាងសុខសាន្តប៉ុន្តែសេចក្តីសុខនេះមិនមែនបានមកដោយចៃដន្យទេវាជាផ្លែផ្កានៃការតស៊ូឆ្លងកាត់ជីវិតឧបសគ្គចោលប្លន់និងការឈ្នះនេះមេរៀនសម្រាប់យើងកុំខ្លាចការលំបាករាល់បញ្ហាដែលយើងជួបគឺជាការសាកល្បងសមត្ថភាពរបស់យើងការកលាបដែលស្រស់ស្អាតបំផុតតែងតែដោះលើដីដែលមានបន្លាប្រិយមិត្តស្ដាប់ជាទីគោរពរឿងកលាបបៃលិនមិនមែនគ្រាន់តែជារឿងព្រេងនិទានសម្រាប់ក្មេងស្ដាប់ឡើយវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមនិងជាផែនទីបង្ហាញផ្លូវសម្រាប់យុវជនគ្រប់ជំនាន់ចៅចិត្របង្ហាញយើងថាទោះបីយើងកើតមកជាកូនកំព្រាក៏ដោយក៏យើងមិនត្រូវស្លាប់ទៅវិញក្នុងនាមជាអ្នកចាញ់ឡើយ
ខ្ញុំសង្ឃឹមថាភាពនេះនឹងផ្ដល់ជាកម្លាំងចិត្តដល់បងប្អូនទាំងអស់គ្នាក្នុងការកសាងវាសនាខ្លួនឯងតាមរយៈគាថាអត្តហេអត្តនោនាថោសូមអរគុណសម្រាប់ការតាមដានតាំងពីមុនរហូតដល់ពេលនេះខ្ញុំសូមជូនពរឲ្យទាំងអស់គ្នាក្លាយទៅជាមនុស្សដ៏មានតម្លៃនៅក្នុងជីវិតរៀងៗខ្លួនជួបជាមួយខ្ញុំក្នុងការវិភាគនៅភាគក្រោយទៀតសម្រាប់មតិយោបល់ឬសំណុំពរផ្សេងៗសូមជួយចូល comment និងចុច subscribe នៅផ្នែកខាងក្រោមពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា